ខ្ញុំតែងតែឮថាពួកគេបានចាប់ខ្ញុំបានហើយតែតាមពិតទៅមិនមែននោះទេខ្ញុំបានសើចនៅពេលដែលពួកគេបានធ្វើដូចជាខ្លួនឯងជាមនុស្សឆ្លាតហើយគិតថាពួកគេកំពុងតែបានដើរត្រូវផ្លូវហើយរឿង The Leather Apron នោះបានធ្វើឲ្យខ្ញុំអស់សំណើចជាខ្លាំងខ្ញុំស្អប់នារី Roxy ផ្លូវភេទណាស់ហើយខ្ញុំនឹងមិនបញ្ឈប់ការសម្លាប់ពួកគេនោះទេរហូតដល់ថ្ងៃដែលខ្ញុំត្រូវបានចាប់ខ្លួនប្រតិបត្តិការលើកចុងក្រោយនោះគឺល្អឥតខ្ចោះនាងមិនបានស្រែកសូម្បីតែមួយម៉ាត់ឥឡូវនេះតើពួកគេចាប់ខ្ញុំបានដោយរបៀបណាខ្ញុំស្រឡាញ់នៅអ្វីដែលខ្ញុំកំពុងធ្វើហើយចង់ធ្វើវាម្ដងហើយម្ដងទៀតនេះគឺជាសម្បត្តិដែលត្រូវបានគេនិយាយថាជាសម្បត្តិរបស់ឃាតករដ៏សម្ងាត់ម្នាក់ដែលមានឈ្មោះថា Jack the Ripper បានផ្ញើទៅកាន់ប៉ូលីសនៅក្នុងកំឡុងសតវត្សទី19មានអំពើឃាតកម្មជាស៊េរីមួយបានកើតឡើងនៅសង្កាត់ Whitechapel នៅក្នុងទីក្រុងឡុងប្រទេសអង់គ្លេសឃាតករម្នាក់នេះមានឈ្មោះជាច្រើនដូចជា The Whitechapel Murderer, Leather Apron, Saucy Jackie ហើយនឹងល្បីជាងគេ Jack the Ripper ឃាតករម្នាក់នេះបានសម្លាប់ស្ត្រីនិងបានកាត់សាកសពពួកគេនៅកណ្ដាលទីក្រុងឡុងដុងហើយបានបន្តលាក់ខ្លួនយ៉ាងអាត់កំបាំងបំផុតរហូតមកដល់ពេលនេះឃាតករម្នាក់នេះមិនត្រូវបានរកឃើញនោះទេដែលបានធ្វើឲ្យមានអ្នកលើកឡើងនៅ theory ផ្សេងៗនិងសរសេរជាសភៅទៀតផងនៅក្នុងឆ្នាំ1888នៅសង្កាត់ Whitechapel ស្ថិតនៅផ្នែកខាងកើតនៃទីក្រុងឡុងដុងគឺជាទីតាំងមួយដែលសម្បូរទៅដោយនៅក្រតកម្មផ្សេងៗជាទីតាំងដែលសម្បូរទៅដោយសំណង់អាណាធិបតេយ្យជាច្រើននៅទីនោះសម្បូរទៅដោយបារនិងបនស្រីជាច្រើនកន្លែងនៅព្រឹកថ្ងៃទី31ខែសីហាបុរសម្នាក់ឈ្មោះថា Charles Cross បានធ្វើដំណើរនៅលើផ្លូវ Buck Road បានឃើញស្ត្រីម្នាក់ដេកស្ដោកស្ដឹងនៅលើដងផ្លូវដោយមានលើកសម្ពុតឡើងផុតចង្កេះនៅពេលនោះបុរសម្នាក់ទៀតឈ្មោះថា Robert Paul ក៏បានមកជួយអ្នកទាំងពីរបានហៅប៉ូលីសមកហើយនៅក្នុងកំឡុងពេលនោះព្រឹកព្រលឹមមេឃនៅងងឹតនៅឡើយអ្នកទាំងពីរពុំបានដឹងថាសាកសពរបស់នាងត្រូវបានគេកាត់បំពង់កហើយនឹងវះពោះវៀននោះទេរហូតដល់ពេលដែលប៉ូលីសឈ្មោះថា John Neal បានមកដល់គាត់ក៏បាននាំគ្រូពេទ្យមកហើយគ្រូពេទ្យម្នាក់នោះបានសរុបមកថានាងត្រូវបានគេសម្លាប់ដែលឧក្រិដ្ឋកម្មនេះប្រហែលជាកើតឡើងទៅតាម1ម៉ោងកន្លះជាងមុននេះទេឃាតករប្រហែលជាកំពុងតែនៅទីតាំងកើតហេតុនេះផងដែរស្ត្រីដែលស្លាប់នោះមានឈ្មោះថា Mary Ann Nicole គឺជាស្ត្រីដែលរកស៊ីផ្លូវភេទហើយត្រូវបានគេស្គាល់ថា Polly នៅពេលនោះគឺមិនទាន់មានការផ្អើលខ្លាំងក្លានោះទេដូចនេះការចោទប្រកាន់ផ្សេងៗគឺបានចង្អុលទៅកាន់ក្រុមជើងកាងដែលសម្រាប់នារីរកស៊ីផ្លូវភេទនៅពេលនោះប៉ុន្តែក៏មានការនិយាយតគ្នាជាច្រើនផងដែរដោយចាប់ប្រកាន់ទៅលើជនជាជីវិតម្នាក់ឈ្មោះថា Leather Apron នៅពេលនោះនៅក្នុងទីក្រុងឡុងគឺមានការស្អប់ទៅកាន់ជនជាជីវិតជាខ្លាំងហើយថែមទាំងមានការនិយាយតគ្នាបែបនេះទៀតធ្វើឲ្យខាងក្រុមប៉ូលីសទទួលរងសម្ពាធជាខ្លាំងហើយឈានទៅដល់ការចាប់ខ្លួនរបស់លោក John Pizer នៅខែកញ្ញាបុរសម្នាក់នេះគឺជាជនជាជីវិតដែលមានដើមកំណើតនៅប្រទេសប៉ូឡូញហើយធ្វើការជាអ្នកធ្វើស្បែកជើងប៉ុន្តែ Pizer គឺគាត់មានភស្តុតាងគ្រប់គ្រាន់ដែលបញ្ជាក់ថាគាត់មិនមែនឃាតករនោះទេដូចនេះគាត់ត្រូវបានគេដោះលែងវិញនៅខែកញ្ញាឆ្នាំ1888ក៏មានសាកសពរបស់ស្ត្រីម្នាក់ទៀតដែលមានឈ្មោះថា Annie Chapman ត្រូវបានគេរកឃើញសភាពនៃសាកសពរបស់នាងគឺត្រូវបានគេកាត់នៅបំពង់ករបស់គាត់ហើយត្រូវបានចាក់ជាច្រើនកាំបិតហើយត្រូវបានគេគិតថាមានទំនាក់ទំនងជាមួយនឹងឃាតកម្មរបស់ Mary Nicole ការធ្វើកសលវិច័យទៅលើសាកសពរបស់នាងគឺបានឃើញថាឃាតករបានយកស្បូនរបស់នាងហើយនិងពោះវៀនរបស់នាងដែលបានកាត់ចេញយកមកដាក់នៅលើស្មារបស់នាងលោកគ្រូពេទ្យបានធ្វើកសលវិច័យនោះមានឈ្មោះថា Dr. George Bester Phillips បាននិយាយថាគាត់គិតថាអាវុធដែលឃាតករបានប្រើប្រាស់នោះគឺជាកាំបិតតូចហើយស្ដើងហើយហាក់មើលទៅដូចជាកាំបិតដែលបានប្រើនៅក្នុងការវះកាត់អញ្ចឹងហើយស្លាកស្នាមនៅលើសាកសពមួយនេះក៏បង្ហាញថាឃាតករមួយនេះមានចំណេះដឹងទៅលើកាយវិភាគវិទ្យាដែលធ្វើឲ្យមានការលើកឡើងថាឃាតករម្នាក់នេះអាចជាវិជ្ជបណ្ឌិតឃាតកម្មលើកនេះគឺត្រូវបានធ្វើឲ្យមានការផ្ទុះនៅលើគ្រប់កសែតទាំងអស់របស់ទីក្រុងឡុងនៅពេលនោះប៉ូលីសត្រូវបានគេផ្ញើនៅសម្បត្តិជាច្រើនដែលសម្បត្តិខ្លះគឺអះអាងថាគេបានឃើញនៅឃាតករហើយអ្នកខ្លះទៀតបាននិយាយថាខ្លួនឯងជាឃាតករក្នុងចំណោមនោះគឺមានសម្បត្តិមួយដែលល្បីល្បាញជាងគេគឺជាសម្បត្តិដែលមានឈ្មោះថា Dear Boss ខ្ញុំតែងតែឮថាពួកគេបានចាប់ខ្ញុំបានហើយតែតាមពិតទៅមិនមែននោះទេខ្ញុំបានសើចនៅពេលដែលពួកគេបានធ្វើដូចជាខ្លួនឯងជាមនុស្សឆ្លាតហើយគិតថាពួកគេកំពុងតែបានដើរត្រូវផ្លូវហើយរឿង The Leather Apron នោះបានធ្វើឲ្យខ្ញុំអស់សំណើចជាខ្លាំងខ្ញុំស្អប់នារី Roxy ផ្លូវភេទណាស់ហើយខ្ញុំនឹងមិនបញ្ឈប់ការសម្លាប់ពួកគេនោះទេរហូតដល់ថ្ងៃដែលខ្ញុំត្រូវបានចាប់ខ្លួនប្រតិបត្តិការលើកចុងក្រោយនោះគឺល្អឥតខ្ចោះនាងមិនបានស្រែកសូម្បីតែមួយម៉ាត់ឥឡូវនេះតើពួកគេចាប់ខ្ញុំបានដោយរបៀបណាខ្ញុំស្រឡាញ់នៅអ្វីដែលខ្ញុំកំពុងធ្វើហ
ហើយចង់ធ្វើវាម្ដងហើយម្ដងទៀតបន្តិចទៀតអ្នកនឹងដឹងអំពីហ្គេមតូចតាចមួយរបស់ខ្ញុំបានទុកទឹកក្រហមដែលនៅសល់ពីប្រតិបត្តិការលើកមុននៅក្នុងដបស្រាបៀរមួយដើម្បីសរសេរលិខិតមួយនេះប៉ុន្តែវាបានឡើងខាប់ខ្លាំងហើយមិនអាចយកមកសរសេរបានដូចនេះខ្ញុំសង្ឃឹមថាទឹកប៊ិចពណ៌ក្រហមនេះអាចប្រើប្រាស់បានប្រតិបត្តិការបន្ទាប់ខ្ញុំនឹងកាត់ស្លឹកត្រចៀកហើយផ្ញើទៅឲ្យប៉ូលីសដើម្បីកម្សាន្តបន្តិចបន្តួចសូមអ្នករក្សានៅសម្បត្តិមួយនេះរហូតដល់ខ្ញុំធ្វើប្រតិបត្តិការបន្ថែមបន្តិចទៀតចាំបញ្ចេញវាកំបិតរបស់ខ្ញុំគឺវាមុតណាស់រហូតធ្វើឲ្យខ្ញុំចង់ចេញទៅធ្វើការឥឡូវនេះបើសិនជាអាចសំណាងល្អ Jack the Ripper សម្បត្តិនេះត្រូវបានគេផ្ញើទៅកាន់ Central New Agency ហើយចាប់ពីពេលនោះមកគឺឃាតករម្នាក់នេះត្រូវបានគេស្គាល់ឈ្មោះថាជា Jack the Ripper ទោះបីជាយ៉ាងណាក៏ដោយពីដំបូងឡើយសម្បត្តិនេះត្រូវបានគេចាត់ទុកថាជាសម្បត្តិនៃប៉ុន្តែមូលហេតុដែលធ្វើឲ្យសម្បត្តិនេះល្បីល្បាញជាងគេនោះគឺអ្វីដែលកើតឡើងនៅឃាតកម្មបន្ទាប់ទៀតករណីបន្ទាប់គឺកើតឡើងទៅលើ Elizabeth Stride និង Catherine Edo ដែលដំបូងគឺបានកើតឡើងទៅលើ Elizabeth Stride នៅថ្ងៃ30ខែកញ្ញាដែលសាកសពរបស់នាងគឺត្រូវបានគេរកឃើញនៅ Dartfield Yard នៅក្នុងកំឡុងពេលម៉ោង 1 យប់ Elizabeth ត្រូវបានគេសម្លាប់ដោយបានកាត់នៅបំពង់កប៉ុន្តែសាកសពរបស់គាត់មិនត្រូវបានគេវះពោះនោះទេដោយសារតែបែបនេះហើយទើបនាងត្រូវបានគេគិតថានាងប្រហែលជាមិនមែនគោលដៅដំបូងរបស់ឃាតករនោះទេប៉ុន្តែក៏មានការនិយាយដែរថាប្រហែលជាដោយសារតែ Jack the Ripper គឺគាត់ប្រញាប់ប្រញាល់ទៅរកគោលដៅទី 2 របស់គាត់ឬក៏ដោយសារតែមានអ្នកមកឃើញទាន់ពេលនៅពេលនោះមានជនជាតិជីវីម្នាក់ឈ្មោះថា Israel Schwartz គាត់បានប្រាប់ប៉ូលីសថាគាត់បានឃើញមនុស្សប្រទេសបន្ទាប់គ្នាប៉ុន្តែគាត់មិនបានទៅឃាត់នោះទេដោយសារតែគិតថាជាទំនាស់រវាងប្តីប្រពន្ធពីរនាក់ដោយសារតែបែបនេះហើយគឺគាត់ត្រូវបានគេរិះគន់ថាជា hand-hearted creature បន្ទាប់មកនៅជិតនោះគឺជាទីតាំងដែលយើងអាចធ្វើដំណើរថ្មើរជើងទៅដល់មានឈ្មោះថា Myrtle Square Jack the Ripper បានសម្លាប់មនុស្សម្នាក់ទៀតដែលមានឈ្មោះថា Catherine Edo នាងត្រូវបានគេឃើញថានៅមានជីវិតនៅឡើយនៅក្នុងកំឡុងពេលម៉ោង 1 កន្លះយប់ដែលនៅពេលនោះគឺនាងបាននៅជាមួយបុរសម្នាក់ហើយនឹងមានបុរសជនជាតិជីវីស 3 នាក់នៅអមជាមួយសាកសពរបស់ Catherine ត្រូវបានគេរកឃើញដោយប៉ូលីសល្បាតដែលបំពង់ករបស់នាងត្រូវបានគេកាត់ហើយខ្លួនប្រាណរបស់នាងត្រូវបានគេវះមើលទៅខ្លាំងក្លាជាងជនរងគ្រោះដទៃទៀតសាកសពរបស់នាងត្រូវបានគេវះយកនៅពោះវៀនយកមកដាក់លើស្មាតម្រងនោមហើយនឹងស្បូនរបស់នាងឃាតករបានកាត់នៅស្លឹកត្រចៀករបស់ Kate ហើយបានធ្វើឲ្យប៉ូលីសគិតថាសម្បត្តិ Dear Boss នេះគឺប្រហែលជាបានផ្ញើមកដោយ Jack the Ripper ពិតមែនប៉ុន្តែប៉ុន្មានថ្ងៃក្រោយមក Jack the Ripper ក៏បានផ្ញើនៅ postcard មួយទៀតទៅកាន់ Central New Agency ខ្ញុំមិនបាននិយាយលេងនោះទេនៅពេលដែលខ្ញុំបានផ្ដល់ព័ត៌មានទៅកាន់លោកនាយអ្នកនឹងបានដឹងអំពីប្រតិបត្តិការរបស់ Saucy Jackson នៅថ្ងៃស្អែកដែលលើកនេះប្រតិបត្តិការស្ទួនដែលអ្នកទី1គឺរៀងយ៉ាប់បន្តិចហើយធ្វើមិនបានល្អហើយក៏អរគុណផងដែរដែលបានទុកសម្បត្តិលើកមុនរហូតដល់ការងារខ្ញុំនេះបានសម្រេច detail ដែលមាននៅក្នុងសម្បត្តិមួយនេះគឺបានធ្វើឲ្យប៉ូលីសគិតថាសម្បត្តិនេះត្រូវបានសរសេរដោយមនុស្សតែម្នាក់ហើយក៏បានបញ្ចេញនៅសម្បត្តិមួយនេះដើម្បីឲ្យមនុស្សទូទៅបានឃើញនិងព្យាយាមរកអ្នកដែលសរសេរសម្បត្តិមួយនេះអ្វីត្បិតតែសម្បត្តិមួយនេះត្រូវបានសរសេរដោយមនុស្សតែម្នាក់តែក៏អាចនិយាយបានថាអ្នកដែលផ្ញើសម្បត្តិនេះមកគឺមិនមែន Jack the Ripper ពិតប្រាកដនោះទេហើយមូលហេតុដែលមានការលើកឡើងបែបនេះហើយគឺធ្វើឲ្យគេគិតថាវាប្រហែលជាគ្រាន់តែជា propaganda របស់ក្រុមអ្នកកសែតតែប៉ុណ្ណោះសម្បត្តិមួយទៀតក៏ត្រូវបានផ្ញើទៅឲ្យលោក George Lush ដែលជា chairman មួយរបស់ក្រុមស្ម័គ្រចិត្តនៃ Whitechapel ដែលនៅក្នុងសម្បត្តិមួយនោះមានចំណងជើងថាវិធាននរកនិងអមមកជាមួយនៅតម្រងនោមរបស់មនុស្សផងដែរអត្ថន័យនៅក្នុងសម្បត្តិនោះគឺលោក Lush ខ្ញុំបានផ្ញើនៅតម្រងនោមរបស់ស្ត្រីម្នាក់ហើយបានរក្សាវាទុកឲ្យលោកខ្ញុំបានជៀនវាហើយនឹងហូបវាឆ្ងាញ់ខ្លាំងណាស់ប្រហែលជាខ្ញុំអាចផ្ញើកំបិតឲ្យលោកទៀតបើសិនជាលោករងចាំបន្តិចទៀតតែប៉ុណ្ណោះចាប់ខ្ញុំទៅបើសិនជាលោកអាចធ្វើបានលោកគ្រូពេទ្យ Thomas Openshaw គឺគាត់បានធ្វើកសោវិจัยទៅលើតម្រងនោមនេះហើយបានបញ្ជាក់ថាគឺពិតជាតម្រងនោមរបស់មនុស្សពិតមែននៅជនរងគ្រោះចុងក្រោយនេះគឺពិតជាសាហាវឃោឃៅខ្លាំងមែនទែនដូចនេះបើសិនជាអ្នកទាំងអស់គ្នាមានអារម្មណ៍អត់សូវល្អអាច skip ទៅមុខបានជនរងគ្រោះចុងក្រោយនេះគឺជាស្ត្រីមានអាយុ25ឆ្នាំមានឈ្មោះថា Mary Jane Kelly ដែលមិនដូចទៅនឹងជនរងគ្រោះដទៃទៀតនាងត្រូវបានគេសម្លាប់នៅក្នុងផ្ទះរបស់នាងសាកសពរបស់នាងត្រូវបានគេរកឃើញនៅថ្ងៃ9 វិច្ឆិកាឆ្នាំ1888នៅក្នុងផ្ទះរបស់នាងដោយលោក Thomas Bowyer ដែលជាជំនួយការរបស់ម្ចាស់ផ្ទះរបស់នាងសភាពសាកសពរបស់នាងគឺមើលទៅពិតជាអាក្រក់ខ្លាំងណាស់ដែលខ្ញុំអាចបង្ហាញនៅក្នុងវីដេអូបាន Bowyer បានបើកបង្អួចហើយឃើញថាមានសាច់នៅពាសពេញលើតុហើយបន្ទាប់មកក៏គាត់បានដឹងថាសាច់ដែលនៅលើតុនោះគឺជាសាច់របស់មនុស្សស្បែកពោះរបស់នាងត្រូវបានគេកាត់ចេញទាំងអស់ហើយគ្រឿងក្នុងរបស់នាងត្រូវបានគេយកចេញផងដែរសូដនត្រូវបានកាត់ចេញដៃទាំងសងខាងនិងមុខត្រូវបានកាត់ទាំងអស់ហើយវាពិតជា
ជាសាហាវមែនទែនដោយសារតែមានករណីកើតឡើងជាច្រើនហើយប៉ូលីសគឺពុំបានរកឃើញឃាតករនោះគេគឺក្រុមប៉ូលីសគឺទទួលបានការរិះគន់ខ្លាំងមែនទែនការដឹកនាំការស៊ើបអង្កេតនេះគឺធ្វើឡើងទៅដោយលោក Frederick Aberline គេបានលើកឡើងថាមូលហេតុដែលការស៊ើបអង្កេតនេះមិនបានជោគជ័យគឺដោយសារតែមិនមានការផ្ដល់ជារង្វាន់ណាមួយទៅឲ្យអ្នកដែលផ្ដល់ព័ត៌មានទៅកាន់ប៉ូលីសនោះទេដែលវាអាចបង្ហាញពីការមិនយកចិត្តទុកដាក់របស់ក្រុមប៉ូលីសទៅលើប្រជាជនក្រីក្រនៅក្នុងតំបន់អនាធិបតេយ្យមួយប៉ុន្តែតាមពិតទៅគឺការដែលមិនផ្ដល់ប្រាក់រង្វាន់នេះគឺដោយសារតែជា policy របស់ប៉ូលីសដែលបានដាក់ចេញតាំងពីប៉ុន្មានឆ្នាំមុនការកើតហេតុមកម្ល៉េះប៉ូលីសចាប់មិនបាននៅ Jack the Ripper នោះទេតែក៏មានការលើកឡើងផ្សេងគ្នាផងដែរអំពី profile របស់ឃាតករម្នាក់នេះផងដែរលោក Thomas Bond ដែលជាអ្នកវះកាត់និងជាអ្នកកសោវិច័យនៅពេលនោះបានលើកឡើងថា Jack the Ripper អាចនឹងមិនមែនជាវិជ្ជបណ្ឌិតនោះទេហើយគាត់ក៏ប្រហែលជាមិនមានសូម្បីតែចំណេះដឹងផ្នែកខាងសម្លាប់សត្វតែគាត់ប្រកាសក្នុងចិត្តថាជនរងគ្រោះទាំង4នោះគឺត្រូវបានសម្លាប់ដោយមនុស្សតែម្នាក់ហើយឃាតករនោះប្រហែលជាមានរូបរាងសង្ហាស្អាតបាតស្ថិតនៅក្នុងវ័យកណ្ដាលជាពិសេសអាចនឹងពាក់អាវធំដើម្បីបិទបាំងឈាមនៅក្រៅការសម្រាកឃាតករប្រហែលជាមានជំងឺមួយដែលគេហៅថា Satyriasis ដែលជាជំងឺមួយដែលមនុស្សប្រុសមានចំណង់ផ្លូវភេទខ្លាំងហួសហេតុភស្តុតាងទី2គឺជាភស្តុតាងទៅមួយគត់ដែល Jack the Ripper បានបន្សល់ទុកនៅក្រៅការសម្លាប់នៅក្នុងឃាតកម្មរបស់ Catherine Edo Jack the Ripper បានបន្សល់ទុកនៅអក្សរមួយដែលបានសរសេរនៅលើកន្សែងដៃរបស់នាងហើយមានអត្ថន័យថាជនជាតិជីវីសគឺនឹងមិនឲ្យគេបន្ទោសដោយទទេនោះទេប៉ូលីសបានឃើញហើយនឹងបានកត់ត្រាវាទុកប៉ុន្តែក៏ត្រូវបានគេបញ្ជាឲ្យលុបចោលទៅវិញដោយលោក Charles Warren មូលហេតុនោះគឺដោយសារតែនៅក្នុងពេលនោះគឺមានការស្អប់និងរើសអើងទៅកាន់ជនជាតិជីវីសខ្លាំងពេកហើយគាត់ខ្លាចថាបើសិនជាគេបញ្ចេញភស្តុតាងមួយនេះទៅអាចនឹងធ្វើឲ្យមានការប៉ះទង្គិចរវាងជាតិសាសន៍ទាំងពីរការធ្វើបែបនេះគឺធ្វើឲ្យមានការរិះគន់ទៅលើគាត់ផងដែរដែលគាត់គឺបានធ្វើឲ្យបាត់នៅ possibility ដែលជាភស្តុតាងតែមួយគត់របស់ Jack the Ripper មានករណីជាច្រើនទៀតដែលគេលើកឡើងថាអាចនឹងតាក់ទងទៅនឹង Jack the Ripper ផងដែរដូចជា Emma Smith, Martha Tabram ហើយនឹងមានករណីជាច្រើនទៀតតែមិនត្រូវបានគេគិតថាតាក់ទងគ្នានោះទេដោយសារมันមាន pattern ដូចគ្នាដែលវាជាចំណុចមួយដ៏សំខាន់របស់ serial killer តើនរណាជា Jack the Ripper គឺជាសំណួរដែលគេគ្រប់គ្នាគឺតែងតែសួរលោក Aberline ដែលជាអ្នកស៊ើបអង្កេតធំជាងគេនៅពេលនោះគឺបានសង្ស័យទៅលើបុរសម្នាក់ដែលមានឈ្មោះថា George Chapman ដែលគាត់ម្នាក់នេះគឺបានប្រព្រឹត្តនៅអំពើឃាតកម្មជាសេរីផងដែរហើយត្រូវបានគេកាត់ទោសដោយការព្យួរកឈ្មោះគាត់របស់គាត់គឺ Severin Klosowski ហើយគាត់មានចំណេះដឹងបន្តិចបន្តួចអំពីការវះកាត់ផងដែររួចមកក៏គាត់បានមកដល់ទីក្រុងឡុងនៅមុនពេលដែលមានការសម្លាប់ជាសេរីនេះកើតឡើងតែបន្តិចប៉ុណ្ណោះគាត់ក៏បានចាក់ចែងទៅរស់នៅឯអាមេរិកវិញនៅក្នុងឆ្នាំ1991ប៉ុន្តែអ្វីដែលគេឆ្ងល់នោះគឺ Chapman គឺបានសម្លាប់មនុស្សដោយប្រើប្រាស់ថ្នាំពុលហើយអ្នកស្រាវជ្រាវផ្សេងៗគឺមិនជឿថា serial killer គឺបានផ្លាស់ប្ដូរនៅរបៀបនៃការសម្លាប់របស់ពួកគេនោះទេជនសង្ស័យទី2គឺលោក Dr. Thomas Neil Cream គាត់ក៏ជាអ្នកដែលចូលចិត្តប្រើនៅថ្នាំពុលផងដែរហើយតាមពិតទៅគាត់គឺត្រូវបានជាប់គុកនៅក្នុងពេលដែលឃាតកម្មនេះកើតឡើងនោះទេតែគាត់ត្រូវបានគេសង្ស័យនោះគឺដោយសារតែមុនពេលគេព្យួរកនឹងគឺគាត់បាននិយាយថាខ្ញុំគឺជា Jack ម្នាក់ទៀតគឺលោក Charles Cross ដែលជាអ្នករកឃើញជនរងគ្រោះទី1មូលហេតុដែលគេគិតនោះគឺដោយសារតែ timeline ដោយសារតែគាត់បានឃើញជនរងគ្រោះមុនគេហើយជនរងគ្រោះត្រូវបានគេសន្និដ្ឋានថាទើបតែស្លាប់តែប៉ុណ្ណោះមូលហេតុទី2គឺដោយសារតែគាត់បានកុហកអំពីឈ្មោះរបស់គាត់ឈ្មោះពិតរបស់គាត់គឺ Charles Allen Lechmere ដែលសំណួរដែលគេសួរនោះគឺតើមូលហេតុអ្វីបានជាគាត់កុហកអំពីឈ្មោះរបស់គាត់មូលហេតុទី3គឺដោយសារតែអត្តចរិតរបស់គាត់នៅពេលដែលឃើញសាកសពរបស់ជនរងគ្រោះប៉ូលីសនៅពេលនោះគឺគាត់បាននិយាយថា Charles Cross គឺគាត់អត់មានភាពភ័យខ្លាចអត់មានភាពភ្ញាក់ផ្អើលអីទេគឺគាត់ calm and composed មូលហេតុទាំងអស់នេះហើយទើបគេសង្ស័យថា Charles Cross អាចជាអ្នកដែលសម្លាប់ Mary and Nicole ចុងក្រោយនេះគឺជាជនសង្ស័យដែលមានការសង្ស័យខ្លាំងជាងគេគឺលោក Aaron Comiskey គាត់គឺជាជាងកាត់សក់ជនជាតិជីវីសដែលបានមករស់នៅទីក្រុងឡុងក្នុងកំឡុងឆ្នាំ1880គាត់ត្រូវបានគេសង្ស័យខ្លាំងមែនទែនជាពិសេស Sir Melville McNaughton គាត់បានសរសេរថា Comiskey គឺមានចិត្តចង់សម្លាប់និងមានការស្អប់ទៅលើមនុស្សស្រីជាពិសេសស្ត្រីរកស៊ីផ្លូវភេទហើយមានអ្នកស៊ើបអង្កេតឈ្មោះថា Donald Swanson បាននិយាយថាមានសាក្សីដែលបាននិយាយថាឃើញមុខអ្នកសម្លាប់ច្បាស់ប៉ុន្តែមិនព្រមនិយាយដោយសារតែពួកគេជាជនជាតិជីវីសដូចគ្នានៅក្នុងកំឡុងឆ្នាំ1890គឺគាត់ត្រូវបានគេដាក់ចូលទៅក្នុងពេទ្យវិកលចរិតដែលវាអាចបញ្យល់បានថានេះហើយជាមូលហេតុដែលឧក្រិដ្ឋកម្មរបស់ Jack the Ripper ត្រូវបានបញ្ចប់តាក់ទងទៅនឹង Aaron Comiskey នេះផងដែរក៏មាន journal មួយដែលបានបោះពុម្ពនៅ Journal of Forensic Science បាននិយាយថា Aaron Comiskey គឺជាឃាតករគឺដោយសារតែគេបានរកឃើញនៅទឹកក
កាមដែលមាន DNA របស់គាត់នៅក្នុងខ្លួនប្រាណរបស់ Catherine Eddo ហើយខ្ញុំក៏ធ្លាប់ឃើញវីដេអូតាក់ទងទៅនឹងរឿងហ្នឹងផងដែរហើយពេលនោះគឺខ្ញុំស្មានថាគេរកឃើញ Jack the Ripper ពិតប្រាកដហើយតែតាមអីដែលខ្ញុំស្រាវជ្រាវតាមអីដែលខ្ញុំមើលការនិយាយតាក់ទងទៅនឹង Jack the Ripper គឺគេបាននិយាយថាការសិក្សាមួយនេះគឺត្រូវបានគេរិះគន់ខ្លាំងមែនទែនដោយសារតែការសិក្សាមួយនេះគឺមាន limitation ជាច្រើនដែលធ្វើឲ្យ case មួយនេះនៅតែជា mystery case ដែលមិនអាចដោះស្រាយបានជនសង្ស័យមួយទៀតគឺមានឈ្មោះថា Montague Druid អ្នកស៊ើបអង្កេតបាននិយាយថា Druid គឺជាមនុស្សដែលល្មមកាមហើយត្រូវបានគ្រួសាររបស់គាត់ហៅថាជា The Ripper ផងដែរហើយនៅក្រោយពេលដែលគាត់បានសម្លាប់ខ្លួនគឺឃាតកម្មហ្នឹងគឺបានបញ្ចប់ហើយមានមនុស្សជាច្រើនដែលត្រូវបានគេសង្ស័យដូចជា Frederick Bailey Deming ដែលគេសង្ស័យគាត់ហ្នឹងគឺដោយសារនៅពេលដែលគាត់សម្លាប់អំពើឃោរឃៅរបស់គាត់គឺវាស្តៀងទៅនឹង Jack the Ripper ហើយបរិសម្នាក់នេះក៏បានគេកាត់ទោសដោយសារតែគាត់បានសម្លាប់ប្រពន្ធចុងរបស់គាត់ហើយក្រោយមកទៀតក៏គេបានរកឃើញថាគាត់ក៏បានសម្លាប់នៅប្រពន្ធដើមរបស់គាត់ហើយនឹងកូន4នាក់ដោយការកាត់បំពង់កផងដែរហើយដោយសារតែរឿងនេះនៅតែជា mystery ក៏មានអ្នកលើកឡើងនៅជាច្រើននៅ conspiracy theory ផងដែរតាក់ទងទៅនឹងគ្រួសាររាជវង្សទៅកាន់អ្នកធំនៅអង់គ្លេសកាលជំនាន់នឹងហើយបើទោះបីជាខ្ញុំនិយាយដល់1ម៉ោងទៀតក៏និយាយអត់អស់ដែរដូចនេះខ្ញុំ Mr. Talk យើងជួបគ្នានៅវីដេអូក្រោយ